តកកងរបស់យើងនឹងបង្កើតព្រឹត្តិការណ៍បុណ្យសាទរដែននិរតីនៅក្នុងខែមិថុនាឆ្នាំ2025នេះនៅតាមបណ្ដោយផ្លូវមាត់សមុទ្រមុខសាលាខេត្តកកុងដោយផ្អែកទៅលើចក្ខុវិស័យទេសចរដែលកំពុងតែមានការរីកចម្រើនលូតលាស់ឥតឈប់ឈរពិសេសគឺវិស័យទេសចររបស់យើងរដ្ឋបាលខេត្តកកុងមានការសន្ទុះគាំទ្រយ៉ាងច្រើនពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិព្រមទាំងមានរហស្សនាមថាគឺជាតារារះនៃទិសនិរតីដែលពេញទៅដោយឆ្នេរសមុទ្រស្រស់ស្អាតទឹកធ្លាក់ដ៏ត្រជាក់ភ្នំតូចធំតំបន់រមណីយដ្ឋានកំសាន្តយ៉ាងច្រើននិងដែលមានការចង្អុលបង្ហាញនិងគាំទ្រយ៉ាងពេញទំហឹងពីវត្តមានដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលបានធ្វើឲ្យរដ្ឋបាលខេត្តកកុងរៀបចំព្រឹត្តិការណ៍កំសាន្តសប្បាយៗដែលមានឈ្មោះសាទរដែននិរតីហើយព្រឹត្តិការណ៍មួយនេះដែរគឺជាលើកដំបូងសម្រាប់ខេត្តកកុងរបស់យើងផងដែរគឺរំលឹកដែរថាកម្មវិធីបុណ្យសាទរដែននិរតីនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី24ដល់ថ្ងៃទី30ខែមិថុនាឆ្នាំ2025ខាងមុខនេះនៅតាមបណ្ដោយផ្លូវមាត់សមុទ្រនៅក្នុងក្រុងខេមរភូមិន្ទខេត្តកកុងទល់មុខសាលាខេត្តកកុងហើយក៏មានកម្មវិធីសម្រាប់កម្សាន្តសប្បាយៗជាច្រើនទៀតមានដូចជាការប្រគំតន្ត្រីអមដោយតារាចម្រៀងល្បីៗពេញនិយមការប្រកួតប្រដាល់គុនខ្មែរដណ្ដើមពានរង្វាន់ថ្នាក់ខេត្តការប្រឡងចម្រៀងតារាចម្រៀងសំនៀងឯកខេត្តកកុងការដាក់តាំងផលិតផលនិងមហោស្រពអាហារចម្រុះជាតិសាសន៍ការបោះជំរំអមទូកកាយៈកំសាន្តការបង្ហោះគោមនិងបាញ់កាំជ្រួចការជិះកង់រៃអង្គាសថវិកាជួយទៅដល់កុមារកម្ពុជាព្រឹត្តិការណ៍ដ៏សប្បាយៗនៃបុណ្យសាទរដែននិរតីនឹងរៀបចំធ្វើឡើងនេះគឺដើម្បីផ្ដល់ភាពសប្បាយរីករាយជូនទៅដល់ប្រជាពលរដ្ឋនិងដើម្បីលើកកម្ពស់វិស័យទេសចរផលិតផលកសិទេសចរនិងសេវាកម្មទេសចរនិងធ្វើឲ្យមានមោទនភាពទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យកាន់តែមានវត្តមានច្រើនកករបស់ខេត្តតារារះនៃទិសនិរតីមួយនេះផងដែរ